មករាកីឡាមរតកដៃជូបាទមរតកជូកបើកំពុងសំណាញ់បាទហើយកីឡាដ្ឋានមរតកដៃជូរបស់យើងបាទគឺជាកីឡាដ្ឋានដែលគេហៅថាកីឡាដ្ឋានដែលត្រូវបានវាតម្លៃថាដល់ល្អឆើតនៅក្នុងអាស៊ីអាគ្នេយ៍របស់យើងណានៅរហូតដល់តំបន់អាស៊ីនោះបាទគឺជាកីឡាដ្ឋានស្អាតមែនទែនបាទយើងមើលរូបពើបាទដែលបង្ហាញអំពីបាទតម្លៃនៃអត្តសញ្ញាណរបស់ប្រជាជាតិកម្ពុជាដែលត្រៀមធ្វើជាម្ចាស់ផ្ទះនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៃឆ្នាំ2023ខាងមុខយើងគិតមើលមកដល់ពេលនេះយើងសល់តែ189ថ្ងៃទៀតទេបាទ189ថ្ងៃទៀតដល់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមហ្នឹងអញ្ចឹងសូមឲ្យបងប្អូនទាំងអស់បាទត្រៀមខ្លួនឲ្យរួចជាស្រេចឥឡូវយើងបន្តទស្សនាបាទគូទី14គូទី14ខ្សែទឹកខាងក្នុងរាជសីកោះប្រាក់ចាញ់ច្រើនណាស់បាទចាញ់ខាងព្រះខ័នទឹកកែវមនោរាមានជ័យបាទមកពីបាទកោះចិនបាទពញាលឺចិត្តពញាលឺបាទឯកស្ថានពណ៌ទឹកក្រូចកំពុងតែបាទឯកស្ថានដូចគ្នាតែអត់ដូចគ្នាទេលបឿនបាទខុសគ្នាឆ្ងាយណាស់បាទខុសគ្នាឆ្ងាយណាស់គឺអ្នកដាច់តែម្ដងបាទទៅដល់ទីព្រះខ័នទឹកកែវមនោរាមានជ័យបាទឈ្នះដាច់តែម្ដងបាទអស់ឲ្យលឿនបាទយើងឃើញហើយបាទការអុកបាទរបស់បាទចំណុះទូ7មករាកីឡាមរតកដៃជូបាទគាត់ដូចជាចាក់យោងបាទអុកទេខ្លះអាចបញ្ច្រាស់គ្នាអញ្ចឹងឃើញថាលបឿនគឺអត់ស្មើទេអត់លឿនទេអាចនឹងយឺតបាទឥឡូវយើងបន្តបាទគូទី15បាទសំទោសគូទី14រាជសីកោះប្រាក់បាទកោះប្រាក់យើងគៀនស្វាយបាទភូមិធំបាទភូមិធំបាទគឺនៅខ្សែទឹកខាងក្រៅបាទឯកស្ថានពណ៌ស្លាទុំការវិជើងទី1ចាញ់ព្រះខ័នទឹកបាទកែវមនោរាមានជ័យហើយមកពីកោះចិនពញាលឺបាទឥឡូវនេះក៏ចាញ់ដែរបាទលើឃើញថាព្រះខ័នទឹកកែវមនោរាមានជ័យនេះមកដល់មុខវេទិកាកិត្តិយសក៏បន្ថែមលបឿនដែរបាទអត់បន្ថយទេបាទនៅតែបន្ថែមលបឿនចាក់ញាត់ល្អណាស់បាទចាក់ញាប់បាទចាក់ញាប់ល្អបាទខ្សែនេះគាត់លេងតែជួយអ៊ំហ្នឹងគាត់ប្រឹងកាច់បាទប្រឹងកាច់បាទឥឡូវនេះព្រះខ័នទឹកបាទកែវមនោរាមានជ័យបាទទទួលបានជ័យជំនះបាទជើងទី2បាទឈ្នះដាច់ដូចគ្នាទាំងពីរជើងតែម្ដងសម្រាប់គូទី14នេះគឺខ្សែទឹកខាងក្រៅទទួលជ័យជំនះបាទយើងឃើញហើយបាទការអ៊ំប្រណាំងអមាញ់មិញនៅទូគូទី14អមាញ់មិញនេះគឺអ្នកក្រុងនគរសែនជ័យនេះគាត់ឆ្កូតផ្ទុំរហូតបាទគាត់មកឆ្កូតអញ្ចឹងធ្វើឲ្យលបឿនរបស់គាត់ហ្នឹងបាទធាក់ថយរហូតតែម្ដងបាទឥឡូវយើងបន្តទស្សនាគូទី15បាទគូទី15ខ្សែទឹកខាងក្នុងមហាព្រំមហាព្រំម្សិលមិញដូចជាធ្វើមិនបានល្អទេឥឡូវនេះជួបដៃគូប្រហាក់ប្រហែលគ្នាហើយបាទព្រះខ័នទឹកកែវមនោរាមានជ័យបាទមកពីកោះចិនពញាលឺបាទឃើញតែចាញ់ព្រៀបទៀតហើយមហាព្រំដោយសារថាព្រះខ័នទឹកកែវមនោរានេះគឺឃើញថាការអុំនៅថ្ងៃទី2ល្អបាទលបឿនក៏ល្អដែរបាទចុងយវ៉ាចាក់យោងក៏ស្របគ្នាបាទចំណែកឯមហាព្រំបាទយ៉ាងម៉េចហើយម្សិលមិញបាទអ្នកព្រែកអំបិលបាទខ្សាច់កដាលបាទឃើញថាម្សិលមិញក៏ដូចជាល្អមិនសូវល្អប្រហែលទេបាទឥឡូវនេះឃើញថាចាញ់ហើយបាទព្រះខ័នទឹកកែវមនោរាមានជ័យបាទមកដល់បាទទីព្រាត់បាទឈ្នះនៅក្នុងថ្ងៃទី2នេះ